sau này tập cam về thơ tục bục mà nên dương mà cái lanh hay mà cái lanh tia đó lên miền đầm con chặt chặt tranh pi mà cái lanh mới tia đây bong bồn គិតមកដល់ថ្ងៃទី16ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី10ហើយដែលយោធាថៃបានធ្វើសកម្មភាពបើកការឈ្លានពាននិងរំលោភបំពានមកលើកម្ពុជាភាគីថៃនៅតែបន្តការរំលោភបំពាននៅកិច្ចព្រមព្រៀងបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025 ស្ថានភាពនៃការគម្រាមកំហែងនិងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា 1. ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី 4 និងនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារខេត្តឧត្តរមានជ័យភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាដែលគិតចាប់តាំងពីវេលាម៉ោង 11:00 នាទីរហូតដល់ម៉ោង 15:00 នាទីថ្ងៃទី 16 ខែធ្នូឆ្នាំ2025 នេះចាប់តាំងពីវេលាម៉ោង 1:37 នាទីរហូតដល់ម៉ោង 3:00 នាទីរសៀលយោធាថៃបានបាញ់ប្រហារយ៉ាងខ្លាំងនៅភូមិសាស្ត្រប្រាសាទព្រះវិហារដោយប្រើប្រាស់រថយន្តបាញ់រ៉ុកែត DTI-2 DTI-2 នៅភូមិសាស្ត្រនិងនៅភូមិសាស្ត្រភ្នំខ្មោចនិងនៅអានសេះយោធាថៃបានប្រើប្រាស់ drone ទម្លាក់គ្រាប់បែកនិងមានការបាញ់ផ្សែងពុលចូលទៅក្រោយភូមិសាស្ត្រវត្តកែវសិក្ខាគិរីស្វរៈប្រាសាទព្រះវិហារនិងបានបាញ់ផ្លោងកំភ្លើងប្រភេទ 155 មីលីម៉ែត្រចូលទៅក្នុងភូមិសាស្ត្រភ្នំខ្មោចនៅក្នុងភូមិសាស្ត្រភ្នំ333យោធាថៃបានប្រើប្រាស់កម្លាំងពិសេសធ្វើសកម្មភាពនិងបានប្រើប្រាស់រថក្រោះនិងកម្លាំងថ្មើរជើងចូលក្នុងភូមិសាស្ត្រជប់អង្គញប្រាសាទតាក្របីនិងថ្មឆាត់ចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ក្នុងនិងប្រុងប្រយ័ត្នខ្ពស់ផុតក្នុងការបំពេញតួនាទីរបស់ខ្លួន 2. ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី 5 ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង 11:00 នាទីរហូតដល់ម៉ោង 15:00 នាទីរសៀលថ្ងៃទី 16 ខែធ្នូឆ្នាំ2025 នៅវេលាម៉ោង 11:19 នាទីយោធាថៃបានបន្តផ្លោងចូលក្នុងភូមិសាស្ត្រក្រោយភូមិជោគជ័យនៅវេលាម៉ោង 13:35 នាទីយោធាថៃបានប្រើប្រាស់ drone ពំគ្រាប់ទម្លាក់នៅភូមិសាស្ត្រអូភ្លុកដំរីចំពោះភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះស្ថានភាពផ្សេងទៀតក្រសួងការពារជាតិនឹងធ្វើបច្ចុប្បន្នភាពតាមរយៈផេកផ្លូវការរបស់ក្រសួងការពារជាតិជូនទស្សនិកជននិងអ្នកសារព័ត៌មានសូមធ្វើការបញ្ជាក់ជូនសាជាថ្មីថាគោលដៅនៃការវាយប្រហារការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅជនស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែភាគីថៃទៅវិញទេដែលធ្វើការបាញ់ប្រហារដែលទៅលើទីតាំងប្រជាជនស៊ីវិលរបស់កម្ពុជានិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជាបានធ្វើឲ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតរហូតដល់15នាក់ក្នុងនោះមានទារក1នាក់ផងដែរនិងរងរបួសរហូតដល់76នាក់នេះជាតួលេខគិតត្រឹមថ្ងៃទី16ខែធ្នូឆ្នាំ2025វេលាម៉ោង 7:00 នាទីព្រឹកការប្រើប្រាស់សភាវុធធនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកនិងគ្រាប់បែកចង្កោមនិងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីកម្ពុជាគឺជាការរំលោភបំពានយ៉ាងច្បាស់កន្លែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិសកម្មភាពដែលគ្មានទំនួលខុសត្រូវនិងខុសច្បាប់បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតចំពោះមិនត្រឹមតែសម្រាប់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់ទៅដល់មូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់អន្តរជាតិផងដែរអ្នកនាំពាក្យក្រសួងការពារជាតិទាមទារឲ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួនបញ្ឈប់ការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតបញ្ឈប់ការវាយប្រហារដោយមិនរើសអើងមិនរើសគោលដៅជាពិសេសទៅលើជនស៊ីវិលស្លូតត្រង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបញ្ឈប់ការវាយប្រហារបំភ្លេចបំផ្លាញទៅលើទីតាំងប្រវត្តិសាស្ត្រដែលជាទីតាំងមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលនិងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅជាបន្ទាន់ក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រៅនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់នេះខ្ញុំសូមជម្រាបជូនផងដែរថានៅព្រឹកនេះឧត្តមសេនីយ៍ឯករដ្ឋតារារដ្ឋលេខាធិការក្រសួងការពារជាតិបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា ICRC ប្រធានគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានផ្ដល់ព័ត៌មានអំពីការចុះទៅសួរសុខទុក្ខលើកទី4របស់ខ្លួនរបស់យោធិនកម្ពុជាទាំង18រូបដែលកំពុងស្ថិតនៅក្រោមការឃុំឃ្នងរបស់យោធាថៃក្រោយការចាប់ខ្លួនដោយខុសច្បាប់ដោយយោធាថៃចាប់ពីថ្ងៃទី29ខែកក្កដាឆ្នាំ2025ដោយបានបញ្ជាក់ផងដែរថាយោធិនរបស់យើងទាំង18នាក់ដែលកំពុងស្ថិតនៅក្រោមការឃុំឃ្នងរបស់ថៃគឺមានសុខសុវត្ថិភាពនិងមានសុខភាពល្អទាំងអស់គ្នាគ
ក្នុងពេលនោះក្រសួងការពារជាតិក៏បានអំពាវនាវឲ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បន្តត្រួតពិនិត្យនិងតាមដានសុខភាពសុវត្ថិភាពនិងលក្ខខណ្ឌរស់នៅរបស់យោធិនទាំង18នាក់ដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិនិងទាមទារឲ្យថៃដោះលែងកងកម្លាំងរបស់យើងទាំង18នាក់នោះវិលត្រឡប់ឲ្យវិញឲ្យបានឆាប់រហ័សជាទីបំផុតនិងដោយសុវត្ថិភាពរាជរដ្ឋាភិបាលក្រសួងការពារជាតិនិងកងយុទ្ធពលខេមរៈភូមិន្ទសូមបញ្ជាក់ជូនសារជាថ្មីថាយើងមិនដែលបោះបង់កងកម្លាំងយើងណាម្នាក់ចោលនោះឡើយទោះក្នុងកលៈទេសៈណាក៏ដោយក្រសួងការពារជាតិក៏បានអំពាវនាវឲ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC ជួយជំរុញឲ្យយោធាថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ផងដែរសូមគូបញ្ជាក់ផងដែរថាគិតមកដល់ម៉ោងនេះវីរៈកងទ័ពវីរៈនគរបាលកម្ពុជាបាននឹងកំពុងឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនឹងនៅតែតស៊ូយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់នៅក្នុងកាតព្វកិច្ចរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែលអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារទឹកដីនិងប្រជាជនរបស់យើងទោះបីក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពវីរៈនគរបាលដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនរួបរวมគ្នាជាធ្លុងមួយនៅក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងដោយមិនងាករេទោះក្នុងកលៈទេសៈណាក៏ដោយ Greetings to the general public and member of the press. This afternoon, I would like to update on the situation of the Thai invasion and armed attack launch on Cambodian territory in the 4th and 5th Military Region on December 16, 2025, which entered the 10th day. The Thai side has continuously violated the ceasefire and the joint declaration signed by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand on October 26, 2025. Now I would like to update on the situation of Thai aggression and attacks on certain areas within the sovereign territory of Cambodia. First, the frontline situation at the 4th Military Region, Udon Mienchai and Preah Vihear Province. The Thai military continue to attack on Cambodia from 11 to 3 p.m. on December 16, 2025. Between 1:37 p.m. and 3 p.m., the Thai military significantly escalated their attack in the area of Preah Vihear Temple, subjected to heavy fire from DTI to multiple launch rocket systems, while the area of Phnom Kmau and Anses were targeted by the aerial drone bombardment and toxic gas deployed behind Kausika Kariswara Pagoda and Preah Vihear Temple and launched 155mm heavy artillery into the area of Phnom Kmau. Simultaneously, the Thai military mobilized special force unit at Hills 300 Hills 333 supported by tanks and infantry to execute ground incursion into the area of Chup Amkun, Ta Krabay Temple and Thmochat. The situation in other areas remain calm, but our force continue to monitor closely and remain highly vigilant. Second, the frontline situation at the 5th Military Region in Banteay Mienchai and Posat Province. The Thai military continue its attacks on Cambodia from 11 a.m. until 3 p.m. on December 16, 2025. At 11:19 a.m., the Thai military continue falling into the area behind Chokchai village. At 1:35 p.m., the Thai military used drone to bombard Oplok Damrai area. The situation in other areas remain calm, but our force continue to monitor closely and remain highly vigilant. The Ministry of National Defense of Cambodia wishes to reiterate that Cambodia's right to self-defense is solely targeted at the Thai military targets and has never targeted at civilian area. Conversely, the Thai side has deliberately attacked location where Cambodian civilians reside, resulted in the death of 15 infants and injuries to 76 innocent Cambodian civilians as of 7 a.m. December 16, 2025. Thailand use of all types of heavy weapons, including F-16 fighter jets and cluster bomb, and the display of the large number of troops to encroach on Cambodian territory is a clear violation of the United Nations Charter, the ASEAN Charter, and the basic principle of international law. Such irresponsible and illegal actions pose a grave danger not only the regional peace and stability, but also to the very foundation of international order.
The Ministry of National Defense spokeswomen demand that the Thai Army immediately cease all its aggressive action, stop spreading false information that distort the truth, stop their indiscriminate attacks, especially on civilian community and civilian infrastructure, and stop attacking that destroy the historical sites, which are not only the invaluable cultural asset for Cambodia, but also for all of humankind. In this end, Cambodia called on the international community to strongly condemn Thailand's violation of the joint declaration and its repeated war crime and unlawful activities, as well as demand that Thailand take full responsibility for such brazen violation. Cambodia urged that Thailand immediately stop all hostile activity and withdraw its force from Cambodia's territorial integrity and avoid acts of incursion and aggression that threaten peace and stability in the region. This morning, at His Excellency Lieutenant General Radharat received a courtesy call and hardworking discussion with the delegation of the International Committee of the Red Cross ICRC, head of the regional delegation of the International Committee of the Red Cross ICRC, has shared information regarding the forced visit to the 18 soldiers of the Royal Cambodian Armed Force who have been unlawfully captured by the Thai side on July 29, 2025, confirmed that all Cambodian soldiers currently under the captivity of the Thai military are safe and in good health. The Ministry of National Defense of Cambodia called on the International Committee of the Red Cross ICRC to continue to monitor and assess the well-being, safety, and living condition of the 18 soldiers in accordance with international humanitarian law, and to urge the Thai military to release and return our 18 soldiers as quickly and safely as possible. The Royal Government and the Ministry of National Defense and the Royal Cambodian Armed Force will never abandon any of our troops under any circumstance. The Ministry of National Defense also called on the International Committee of the Red Cross ICRC to help urge the Thai military to immediately cease all hostility, withdraw its force from Cambodian sovereign territory, and avoid aggressive action that threaten peace and stability in the region. It is also important to stress that as of now, the heroic Cambodian Armed Force and National Police Force will continue to stand strong, brave, and steadfast in their fight against the aggressor and remain vigilant in fulfilling their duty to protect the territorial integrity of Cambodia. We also reaffirm our sovereign right to self-defense as enshrined in the international law, so as to protect at all costs at the territorial integrity and our people. សូមអរគុណចំពោះការតាមដានស្ដាប់នៃការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការរំលោភបំពានរបស់យោធាថៃមកលើកម្ពុជានៅក្នុងយុទ្ធភូមិភាគទី4និងទី5នារសៀលនេះនាងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពនៅពេលក្រោយនៅថ្ងៃស្អែកសូមអរគុណនិងសូមជម្រាបលា